ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំដាក់ជីក្រមុំកសិកម្មហើយជាមួយនឹងជី ASEAN Power ដាក់ទៅលើចំការដូងដែលស្ថិតនៅក្នុងភូមិស្រល់ឃុំយាមកពីនៅស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺហើយដូងនេះក្រោយពេលយើងបាញ់ថ្នាំមួយសាដូងនេះគឺសង្កេតឃើញថាវាមានផ្លែល្អកាន់ផ្លែល្អឥឡូវហ្នឹងផ្លែវាចាប់ដើមរីកផ្លែបណ្ដាហើយពណ៌សម្បកកាយរបស់ផ្លែហ្នឹងក៏វាស្រស់ស្អាតដែរនេះបងប្អូនពិនិត្យមើលអានេះពិនិត្យកន្លែងចិត្តតើវាល្អប៉ុណ្ណាបងប្អូននេះហើយចំពោះដំណាំដូងគឺយើងដាក់ក្នុងមួយដើមដូងដែលប្រប៉ុណ្នេះគឺយើងដាក់មួយដើម1គីឡូហើយយើងលាយជីរ៉េកន្លះគីឡូកាលពីមុនស្លឹកវាច្រើនប៉ុន្តែដោយសារវាចង្អៀតពេកអញ្ចឹងខ្ញុំកាត់ចោលខ្លះអញ្ចឹងទុកតែស្លឹកនៅខាងលើស្លឹកខាងក្រោមដែលសញ្ញៈចុះខាងក្រោមគឺខ្ញុំបានកាត់វាចោលខ្លះដើម្បីឲ្យទលាយក្រោយពេលកាត់ហើយបងប្អូនមកឃើញទលាយចេះកាលពីមុនអត់ទលាយអញ្ចឹងទេចង្អៀតប៉ះវិធីធ្វើបែបនេះគឺដើម្បីឲ្យមានខ្យល់ចេញចូលបានស្រួលហើយយើងកាត់បន្ថយនៅជំរកពពួកសត្វល្អិតដែលបានស៊ីបំផ្លាញទៅលើដំណាំដូងទៀតផងអានេះទៅបាញ់បានតែប្រហែល2ថ្ងៃ3ថ្ងៃមកដល់ថ្ងៃនេះ3ថ្ងៃបងប្អូនមើលឃើញផ្លែល្អគ្រប់ទៅដើមអស់ដើមនោះក៏ផ្លែល្អដែរបាទអានេះរីកក្បាលហើយបងប្អូនត្រូវការជីដែលល្អសម្រាប់ដាក់ដូងគឺបងប្អូនតាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ017 84 7566 087 817 017 097 88 18និង353ឬមួយក៏បងប្អូនតាក់ទងតាមរយៈអាសយដ្ឋានភូមិចំការជែកឃុំយាមកពីនិលស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺបងប្អូនធ្វើដំណើរពីភ្នំពេញមកគឺត្រង់គីឡូម៉ែត្រ95បាទឌីប៉ូរបស់យើងខ្ញុំគឺនៅទីនោះបាទសូមអរគុណសូមជម្រាបលា